nó mới trao nè đây không chín tê ôi kịp đây con mà ai xong tô កុំជាយាមបង្ហោះសម្ដែងអ្វីឲ្យគេអាណិតច្រើនពេកយើងគួរតែធ្វើអ្វីឲ្យមានប្រយោជន៍ដល់សង្គមគេមើលមិនមើលក៏អត់ទៅមិនត្រឹមតែប៉ុណ្ណោះទេមានការឆាតមកជជែកជាមួយខ្ញុំដោយផ្ទាល់ផងដែរពិតមែនហើយបងប្អូននេះគឺជាពាក្យសម្ដីជាមតិរបស់បងប្រុសម្នាក់ដែលគាត់បានឆាតមកជជែកជាមួយខ្ញុំដោយផ្ទាល់ខ្ញុំទទួលស្គាល់រាល់ថ្ងៃខ្ញុំព្យាយាមបង្កើតមាតិកាបង្កើតពីសកម្មភាពដែលមើលទៅចង់ចែករំលែកអំពីជីវិតអ្នករស់នៅជនបទអ្នករស់នៅស្រុកស្រែអ្នករស់នៅតាមចង្ការព្រៃភ្នំបងប្អូនទាំងអស់គ្នាប៉ុន្តែអ្វីដែលខ្ញុំខំធ្វើរាល់ថ្ងៃហ្នឹងគ្រាន់តែជាសារមួយដើម្បីជាការលើកទឹកចិត្តដើម្បីជាការចែករំលែកដល់បងប្អូនទាំងអស់គ្នាជាច្រើនទៀតនិយាយទៅគឺមានបងប្អូនខ្លះគាត់ជួបការលំបាកខ្លាំងជាងខ្ញុំទៀតពេលខ្លះគាត់រស់ព្រឹកខ្វះល្ងាចប៉ុន្តែគាត់មិនបានចែករំលែកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញប៉ុន្តែផ្លាយអ្វីខ្ញុំមួយគឺខ្ញុំធ្វើមកដើម្បីដូចជាមើលទៅដូចជាការស្នើសុំការឧបត្ថម្ភពីពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងមើលតែអ្នកទាំងអស់គ្នាដែលសង្កេតឃើញខ្ញុំអត់ខ្ញុំដែរនិយាយអ្វីអត់ខ្ញុំដែរស្នើសុំអ្វីអត់ពិតមែនហើយមានការស្រឡាញ់ពីបងប្អូនជាច្រើនមួយចំនួនដែលគាត់ឃើញខ្ញុំគាត់អាណិតខ្ញុំគាត់ចង់ឧបត្ថម្ភជាស្បៀងអាហារប្រចាំខែឲ្យខ្ញុំប៉ុន្តែខ្ញុំអត់ទទួលទេបងប្អូនទាំងអស់គ្នាហេតុអ្វីបានខ្ញុំធ្វើបែបហ្នឹងខ្ញុំមិនមែនរឹកពីឬក៏ធ្វើភាពអស្ចារ្យទេប៉ុន្តែអ្វីដែលខ្ញុំបានទទួលមកគិតថាអូដល់ឧបត្ថម្ភដល់ខ្ញុំប្រចាំខែខ្ញុំខ្លាចជាមនុស្សមិនខំប្រឹងខ្ញុំខ្លាចជាមនុស្សខ្ជិលខ្ញុំដេកចាំតែការឧបត្ថម្ភពីពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងហើយខ្ញុំអរគុណពីមតិរបស់បងខ្ញុំអរគុណពិតមែនតែអ្វីដែលខ្ញុំចង់ចែករំលែកនោះគឺជាបង្ហាញពីសកម្មភាពស្រុកស្រែបែបនេះគឺផ្ដល់ប្រយោជន៍និងផ្ដល់ការកំសាន្តរបស់បងប្អូនពុកម៉ែទាំងអស់គ្នាដែលកំពុងរស់នៅតាមទីក្រុងដែលគាត់មិនដែលធ្លាប់មានបទពិសោធន៍ជីវិតសកម្មភាពបែបនេះខ្ញុំចង់ឲ្យចែករំលែកឲ្យគាត់មានភាពរីករាយខ្លះពិតមែនហើយបងប្អូនទាំងអស់គ្នាខ្ញុំពិតជាពេលខ្លះពេលដែលខ្ញុំទទួលបានមតិយោបល់បែបនេះពេលខ្លះខ្ញុំគិតច្រើនមែនទែនបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏អរគុណពុកម៉ែជាច្រើនដែលគាត់តែងតែខមមិនលើកទឹកចិត្តនិងផ្ដល់មតិដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំខំតស៊ូបន្តទៅមុខទៀតមិនថាខ្ញុំជួបឧបសគ្គអ្វីខ្លះទេពិតមែនខ្ញុំរាល់ថ្ងៃខ្ញុំពឹងពីជីវភាពរាល់ថ្ងៃហ្នឹងពីការផលិតមាតិកាបែបនេះសូម្បីតែស្នើសុំទទួល sponsor ក៏ខ្ញុំមិនដែរបាននិយាយដែរបងប្អូនបើគាត់ស្រឡាញ់ពេញចិត្តគាត់អាចទាក់ទងមកខ្ញុំបាននេះគឺជាអ្វីដែលខ្ញុំកំពុងតែចង់បានព្រោះបានមកពីការធ្វើពីការខំប្រឹងពីការព្យាយាមបង្កើតអញ្ចឹងខ្ញុំពេញចិត្តវិញខ្ញុំរីករាយទៅវិញនេះហើយគឺជាអ្វីដែលខ្ញុំចង់និយាយជាមួយពុកម៉ែ